លឺហើយហួសចិត្តចៅថៃចរិតថោកខ្លាំងណាស់លួចរំកិលព្រំដែនអស់3គីឡូម៉ែត្រចាប់តាំងពីឆ្នាំ1979មកដល់បច្ចុប្បន្ននេះបើយោងទៅតាមការលើកឡើងរបស់លោកអ៊ុំឈុំហូជាម្ចាស់ដីចំការនៅតាមព្រំដែនដែលយោធាថៃបានយកផ្ទះសម្បែងដីស្រែរបស់គាត់លោកអ៊ុំឈុំហូអាយុ86ឆ្នាំត្រូវបានយោធាថៃបានពាត់យកដីស្រែចំការរបស់គាត់អស់200ម៉ែត្រលោកអ៊ុំគឺជាអ្នកស្រុករស់នៅឃុំអូ3ជាន់តែម្ដងលោកអ៊ុំបានប្រាប់លោកចាងវាងសានបន្ទឿនថាពួកយោធាថៃបានលួចរំកិលបន្តិចម្ដងតាំងពីឆ្នាំ1979មកទល់បច្ចុប្បន្ននេះគឺលទ្ធផលអស់ដី3គីឡូម៉ែត្រដោយសារតែកម្ពុជាយើងមិនចង់បង្ករឿងជាមួយថៃក៏ថយក្រោយបន្តិចម្ដងនៅពេលដែលថៃរំកិលចូលទឹកដីខ្មែររហូតមកដល់បច្ចុប្បន្ននេះគឺយើងអស់ដីប្រហែល3គីឡូម៉ែត្រលោកអ៊ុំគឺជាសាក្សីរស់ដែលរស់នៅអូ3ជាន់តាំងពីកើតមកម្លេះលោកអ៊ុំបញ្ជាក់ថាគាត់ឈឺចាប់ខ្លាំងចង់សុំកូនទៅធ្វើទាហានម្ដងទៀតទោះបីជាលោកអ៊ុំអាយុ86ឆ្នាំក៏ដោយឃើញទង្វើចៅថៃដូច្នេះលោកអ៊ុំទ្រាំសឹងតែមិនបានសូមប្រិយមិត្តស្ដាប់កិច្ចសម្ភាសន៍របស់លោកចាងវាងសានបន្ទឿនជាមួយនឹងអ៊ុំប្រុសដូចតទៅបាទអរគុណអញ្ចឹងបាយនេះបាយរបស់កុងហ៎បាទមកដឹកយកមកឲ្យតបនៅហ្នឹងអូបាទកុងនេះបាទអរគុណណាអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរបាទអនុញ្ញាតឲ្យខ្ញុំបាទស្គាល់ឈ្មោះកុងផងកុងឈ្មោះអ្វីដែរទៀតឈុំហូបាទកុងបញ្ជនប្រមាណហើយ86បាទកើតនៅឆ្នាំ1940គុត86ឆ្នាំហើយបាទប៉ុន្តែបងប្អូនប្រិមិត្តមុខកុងនៅតែក្មេងជាងសានបន្ទឿនផងពេញដើររួចផង86ហើយកុងបាទអរគុណមែនទែនកុងកុងបាទហើយកុងអ្នកស្រុកកំណើតនៅណានេះកុងស្រុកកំណើតខ្ញុំអូ3ជាន់បាទប៉ានេះជាដូនជាតាសៀមរាបទេបាទហើយដល់កូនចៅមកនៅអូ3ជាន់ទាំងអស់បាទអញ្ចឹងមានន័យថាកុងអ្នកអូ3ជាន់នឹងផ្ទាល់តែម្ដងបាទនេះពូជអ្នកអូ3ជាន់អ្នកអូ3ជាន់បាទមិនបានបាយឥឡូវសុភាពកុងតិចបាទអញ្ចឹងបច្ចុប្បន្នហ្នឹងកុងរស់នៅលំនៅឋាននៃកុងស្នាក់នៅរាល់ថ្ងៃនេះអូ3ជាន់នៅម្ដងផ្សារហ្នឹងកុងហ៎ផ្សារបាទនេះចាំចំណាំទល់មុខសថាគារខ្ញុំកាយគាត់ទីមកបាទពីមួយកុងតិចហើយក្រោមដំណាក់ទឹកភ្លៀងភ្លៀងយ៉ាងរត់ចូលទៅនោះកុងបាទអញ្ចឹងកុងបញ្ជន86ហើយបាទកុងរៀបរាប់តិចមើលអ្វីដែលតើយោធាថៃនឹងបានពាត់យកផ្ទះសម្បែងរបស់កុងនឹងប្រមាណហត្តាដែរកុងចំការដូងខ្ញុំនៅជាប់នឹងប៉ុស្តិ៍ដែលវារុះរើអស់ហ្នឹងឃ្លាតពីហ្នឹងទៅប្រហែលជា300ម៉ែត្របាទ300ម៉ែត្របាទហើយពី300ម៉ែត្រហ្នឹងក្នុងចន្លោះ300ម៉ែត្រហ្នឹងគឺដីខ្ញុំ100ម៉ែត្រហើយទៅជើងអញ្ចេះ300ម៉ែត្រ300ដែរបាទទៅចេះ300ម៉ែត្រដែលយោធាថៃត្រូវពាត់យកហ្នឹងពាត់យកផុតមកដល់200មកទៀតហើយផ្ទះលៀងមកដែរបាទដល់200ម៉ែត្រហើយបាទហើយដំណាំកុងអីល្អទេមើលទៅល្អអីវាយកអាស្អីនោះមកជន់ខ្ទេចអស់ហើយអាកង់ចង្វាក់វានោះអារត់ក្រោះវាមកថ្ងៃដំបូងហ្នឹងវាជន់តែម្ដងបាទហើយវាជន់ខ្ទេចអស់ហើយជន់ក្នុងដើមដូងណាដែលខ្ពស់ដែលឡើងគល់ទៅវាជន់រួចវាអត់ទេបាទទៀបអស់លីងបាទរាប់រយដើមបាទអញ្ចឹងប្រវត្តិតាំងពីដើមមកកុងធ្វើចំការធ្វើអីនៅកុងនៅហ្នឹងមកអាយុ86បើអត់មានអីហូបទៅដល់ទៅនោះនេះប្អូននេះមួយទៀតប៉ុន្តែពួកខ្ញុំទាហានទាំងអស់បាទកូនទាហានទាំងអស់ហើយបាទហើយសុំទោសកុងហើយកុងមានកូនចៅប្រហែលអ្នកដែរកុងអូយខ្ញុំច្រើនแล้วកុងមកនេះភ្លៀងហើយកុងមកជួយឆ្នៃបាទកុងមកខាងនេះមកបាទជួយមកខាងនេះមកបាទមកលើក្រេនេះក៏បានមកលើក្រេនេះបាទកុងមកខាងនេះមកដើម្បីធ្វើកិច្ចសម្ភាសបាទធ្វើមកខាងនេះមកកុងបាទជួយចាស់បាទជួយចាស់ដាក់មកនេះមកកូនឲ្យជួយមកខាងនេះមកបាទអរគុណមែនទែនបាទអូនយកអីឲ្យកាមេរ៉ាកាន់មួយបាទទេសាបាទយើងសិលដែរបាច់ចាំបាច់អូនណាទូរស័ព្ទបងបាទទូរស័ព្ទបងណាបាទអញ្ចឹងកុងសំទោសឲ្យកុងមានកូនចៅទាំងអស់ប្រហែលអ្នកដែរកុងខ្ញុំ15នាក់15នាក់កុងបាទកូនកុង15នាក់បាទកូន15បងប្អូនហើយប្រិមិត្តខ្ញុំឃើញគាត់ដំបងខ្ញុំហៅគាត់បងណាតែគាត់ឲ្យខ្ញុំគាត់ហៅកុងគាត់អាយុ86ឆ្នាំហើយកូនកុងទាំងអស់15នាក់បាទអូ
ស្រីប្រមាណនេះកង ស្រី8បាទក្រៅពីហ្នឹងប្រហងអស់ ប្រុសទាំងអស់បានរៀបចំទុកដាក់អស់ហើយកង ហើយនេះចៅមានទួតហើយបាទ ឆានេះចៅទេ អត់ទេនេះកូនបាទ កូនទីប្រមាណទេបាទ កូនទី4 កូនទី4 បាទ អញ្ចឹងមានន័យថាខ្សែស្រឡាយកងហ្នឹងគឺថាអ្នកនៅអូបេជន់ហ្នឹងតែម្ដង បាទ តាំងពីដូនពីតាមក បាទ អូអ្នកកាន់នេះបាទអរគុណមែនតើហើយចឹងកូនឮថាកូនកងsẽធ្វើតបផង បាទតបនៅចាប់ពីទៅនោះទៅនៅចាប់ពីប៉ុស្នោះមកនោះបង្ហូតទៅនេះបាទជើងទៅបាទ អរគុណមែនតើ ហើយផ្ទះកូននៅជាតបហ្នឹងគឺនៅទាំងអស់នៅហ្នឹង បាទអូកូនកងបំរើកងតបបំរើជាតិប្រហែលនេះទេកង នៅខាងក្នុងនេះ អូនបើកភ្លើង នេះអស្រែត បាទ បាទក្រៅពីអស្រែតនៅសល់មួយទៀត បាទ បាទនៅរាល់ថ្ងៃហ្នឹង នៅរាល់ថ្ងៃ ឯខុសពីខេត្តហ្នឹង បាទ កពត កពត នៅតប2នាក់ដែរនៅ ក៏ពីនៅខេត្តកពត2អ្នកដែរ បាទតបហើយគាត់ពីហ្នឹងទៅជៀម អូអ្នកកាន់នេះបាទ ជៀមរៀប សៀមរាប បាទម្នាក់ដែរតែនៅ មកបាយបានប្រហែលនេះ4នេះហើយយើង ហើយអរគុណមែនតើកងហើយកងរាល់ យើង ថ្ងៃ បាននេះទៀតយើងនេះ តែថ្មីកងនេះនៅមមទាំងអស់ហ៎ មកដាក់ហ្នឹង ដាក់ទេ កូនដាក់ បាទហ្នឹងហើយអរគុណណាកងអាយុវែងមែនតើចឹងកងរៀបរាប់ពីដីអូបេជន់ទីមើលកងដែលដីចំការនៅភូមិព្រៃច័ន្ទណាកងធ្វើកងនិយាយប្រវត្តិព្រោះអាយុកង86ឆ្នាំហើយដឹងរឿងប្រវត្តិសាស្ត្រច្រើនណាកង បាទភូមិព្រៃច័ន្ទនេះពីដើមវាជាតំបន់បតោងប្រទៀង បាទ ប៉ុន្តែមិនមែននៅកន្លែងនេះទេ បាទកង នោះវាឃ្លាតពីហ្នឹងទៅប្រហែលជា2គីឡូវាមានខូវាមួយទ័ពយើងពីដើមទៅនៅក្នុង បាទ បាទដល់ក្រោយមកហ្នឹងចេះតែវាចេះតែកិលមកដល់យើងជិលឆ្លោះជាមួយនឹងវាអត់ដូចឥឡូវទេណាបាទឥឡូវនេះយើងស្រុកគ្នាទៅដល់យើងអាចទប់វាបានហើយក៏សម័យនោះយើងទៅងើបហើយយើងទៅធ្វើម៉េចទប់វារកតែកម្លាំងបាយសឹងមិនបានហ្នឹងអញ្ចឹងវាវិញប៉ុន្មានតាមតែតំណើងចិត្តវាទៅចេះតែប្រថុយមករហូតមកដល់អាពុករាល់ថ្ងៃហ្នឹងបាទ ហើយអញ្ចឹងនៅប៉ុណ្្នឹងនឹកឃើញថាបានសុកហើយមិនសុកទៀតវាយកអារត់ក្រោះហ្នឹងយកមកជន់អានេះតំណាំអ្នកស្រុកអស់មួយជំនាញនេះទៅបង្ហូតបាទទៅជើងទៅត្បូង បាទ ណា ចឹងប្រវត្តិដែលកងចឹងនៅពេលដែលស្រុកយើងកើតសង្គ្រាមបងប្អូនជនភៀសខ្លួននៅពេលដែលសង្គ្រាមស៊ីវិល នៅនោះហ្នឹងខ្ញុំចង់និយាយហ្នឹង2គីឡូពីហ្នឹងទៅបាទនៅនោះមិនមែននៅនេះទេបាទនេះតំបន់5 បាទនេះតំបន់5ហៅ បាទអាហ្នឹងតំបន់5ហៅព្រៃច័ន្ទ បាទព្រៃច័ន្ទ តំបន់1 បាទ អញ្ចឹងវាមាន5តំបន់ជនភៀសខ្លួនប៉ុន្តែមិនមែនទាំងនេះទេនៅខាងនោះនៅតាមខូនៅទាំងអស់រហូតគ្រប់5តំបន់នោះបាទទៅទល់គ្នានឹងស្រុកផ្សាយជែកហ្នឹង បាទ បាទប៉ុន្តែរឿងដូចខ្ញុំជម្រាបអញ្ចឹងថាវាមិនអាចនៅបានមួយថ្ងៃធ្វើម៉េចវាបានឲ្យបាននៅមកទឹកក៏វាយកដែរណា វាបកិល បាទអញ្ចឹងបាទវាបកិលរហូតមកទល់ថ្ងៃនេះមកដល់ហ្នឹងបាទដល់ឥឡូវហ្នឹងក្បួនចាស់ផងវាមកទៀត បាទបើកិតវាចូលបើសិនជាវាចូលដីយើងប្រហែលប្រហែលនេះកងបើកង ចូល3គីឡូហើយពីនោះមក ជាម្ចាស់ស្រុកម្ចាស់ស្រែណាកង 3គីឡូអត់បាត់ទេពីហ្នឹងទៅ3គីឡូហើយវាអត់ដែរមានប្រជាជនទេ បាទ ប្រជាជនវាអត់មកទេបើដឹងដីរបស់ខ្មែរហ្នឹងវាអត់មកទេនោះនៅក្នុងហើយបាទហើយអញ្ចឹងវាទុកដីប្រឡោះកដាលហ្នឹងវាដាំអំពៅទៅវាដាំអីទៅផ្នែកខាងលិច បាទ បាទតែឲ្យប្រជាជនវាមកអត់មកទេ បាទចឹងនៅទីនេះខ្ញុំធ្លាប់ឮគេនិយាយថាដីខ្មែរតែស្រែសៀម អត់ទេសៀមមិនមានចូលដល់នេះធ្វើស្រែ អត់ដែរទេ នោះធ្វើស្រែរបស់វាធ្វើលើដីយើងតែម្ដងអាដាំអំពៅដូចខ្ញុំជម្រាបប្រាប់ហ្នឹង បាទ បាទហើយអញ្ចឹង3គីឡូវាធ្វើទាំងណាក៏បានគាត់តែមកធ្វើប៉ុន្តែមិនមែនជាកម្មសិទ្ធិ បាទ បាទឲ្យតែវាត្រូវគ្នាមួយរត់អំណាចគ្នាវាទៅកន្លែងណាដែលនៅសល់ទៅវាធ្វើអាហ្នឹងបាទចេះតែធ្វើដើម្បីកុំឲ្យមានព្រៃដុះវាคล้ายទៅជាដីអ្នកស្រុករបស់ថៃទាំងអស់ហ្នឹងទៅបាទដីហ្នឹងដីខ្មែរទេ បាទ បើសិនដូចចូលបានដូចវាដើមណាខ្ញុំនាំអូនទៅកាន់អាកន្លែងយើងជីកខូអាពាក្យថាខូមួយម៉ាន់ភាសាថៃអាត្រង់សេហ្នឹងបដោយបង្ហូរទៅជើងទៅមកមក បាទ បានវាមកហូរហើយមក បាទ បាទ ប៉ុន្តែមានន័យថាវាចូលយកដីខ្មែរយើងវាច្រើនអានេះរហូតដល់ឥឡូវនេះក្នុងសម័យមុនវាអង្កលបន្តិច បាទបាទ ប៉ុន្តែសម្រាប់ឥឡូវនេះគឺវាធ្វើលក្ខណៈទ្រង់ទ្រាយធំដាក់បលាលុបពាត់យកបណ្ដោយ យកបណ្ដោយវាដឹងថាអស់ទៅមុខទៀតរួចហើយអញ្ចឹងវាខាន់យកទំនឹងយកមែនតែនបណ្ដោយហ្នឹងដើម្បីឲ្យចំណេញអាខាងនោះបើមិនយើងដេញទៅវិញ
bao việc thói còn lời từ việc chấm nành đài mình chẳng phải những trong tay nó từ thơ sạt mây tiệt đấy bao việc đánh ở thơ man là sọc chặt mà là bây cái lô bao chay chụp pi về ban mà cái lô lá không biết nó tại chấm nành bà mình chẳng là ôn phải cha nam bà lời việc rốt ở dương thằng bà cái na cái đo sái ở chẳng video bẹt cái đào bà thay dương thấy bây cái lô chẳng bị cháy này chụp pi đó chẳng video mà cái lô cái lá dương bạn đây dương đọt đáy là bỏ dương đó mà cái lô video đây dương bây cái lô cháy bao bị cháy mà cháy bà video bà sân video lấy video đây dương bây cái lô chẳng bà sân nhà video cái lá cái lô thiết mà dụ bây cái lô cháy mùi dưới coi đây dương là biết man cho nên là non mà cái lô là cầm việc thi có buồn bên nó cái việc thơ tăng việc đau mà nó tăng phi sớm máy chắc buồn ba nó việc thơ cá về muốn viên cái mấy còn viên cái lấy bỏ viết tầm này nó thì họ là chẳng hạn nó bỏ viết bà ấy bỏ dương là khẳng đi bà nghe làm việc calm nó việc run dương mình thích rồi ôi từ một tới thả là khát từ nô tới miền Pành Hà ấy chừng ít ấy chơi cho dương ở đây to đây mình chăng có phần năng chân bay năm coi máu việc thay một tiền dương cho nó thôi một tàng biết một phơi nó phơi đồng bọn rosi rồi bó nè sóc từ màu chăng này cái này cho nó đây ông này ca rồi bỏ ông này nắng miền này trong còi cái vòng cái đây video ba việc đánh này chứ mà cho nó bị đám dương đó đâu thùng ninh như vậy tôi đánh phơi là ngày phơi như thế này lan về màu mà một đánh từ màu này cho về trên chỗ cả là biên cho là biên tiếng cho là biên là biên trên chỗ cả đau đôi tùm ninh lại bạc ca khai dương máu có thơm nâng tới post lên chân tay bà bia máu thơm nâng tới đau cầm lông mà chop pin nông từ màu sầm ráp xây từ cách tôi lo màu bạt lòng màu ấy ca từ màu bia cái trôi màu dương cái từ bia từ còn nào vì miền Pành ca thừa trắng việc cờ lấy bây giờ dương thoi từ tiền từ dương ốp rương sọc chặt thoi phần đọt còi mò tiết chụp ở đó chụp thoi á 7 kg trong thoi mấy tiết nơi pe là dương ọt thoi bây giờ mình cắt rương nơi khang nốt hay bây giờ mình vô khang này bây giờ cắt rương nơi tam prom đan trên xe tam prom đan trên đất mỏ đa nơi ba đôi đá khang này đôi trên nơi này nơi mình nơi chơi bằng tờ cuốn đấy rồi bây giờ cả lớn với bà được cắt bằng tờ cuốn năng thiệt không niêm công thì chặt thì cha mình nè thì bao giờ kêu ta mình nè là từ đây nè mà dụ 84 năm thôi mình giờ được mua sắm bánh thòm ra thế 86 năm bao bố nè 86 năm thôi chỉ chặt rên chia mà chặt sọc hai để lúc ai bắt đầu phô là miền bàn chạy lẹ nam môi hai ở dụ về ba hay còn là phần năng hay còn đâu móm mình còn đâu dây bàn chấm ba nơi phần năng hay còn đâu thứ bài nè con trai con thứ bài vô mà trai chun con tốt á mình là nẹp xa bay chỗ nẹp xa ô bay tròn có nẹp đâu ôm xa ô bay tròn hay còn thứ bài sầm ló này mà chay bom ôn dương mà chay từng nẹp cái xe tiết à mà buôn thôi cái chọc mà không mà pê không một ngày công tôi thưa pram rồi cái chọc đã buôn được chọc mà cô chào miền pê lia bạn bay ngày dương màu đòn ngày dương màu đòn đây là ngày này là đây sai thì dương ở chun việt này sai cái công rồi cái chọc công viên là ram em na tiên đầu tiên là không nên công chia mà chắc đây ở dụ 86 năm ấy để đăng rương từng ngõ nữa rồi hay công viên là ram nhau mấy chứ nó không đâu không chất không còn được xong nhau thưa hiện đang tiền trong dây từng năm thì cái đây chưa chạm bọt nhóm nâng gì cái đây tróm bờ sân cái oi nhóm tróm ta chẳngอายุnhómอดบานไปประมวยได้ไปจะโซนหน่อยกรอมนังกรอมบ้าโยลเปียได้ชมเยอะเลยtrongไทยเองnhóm sơได้เคยด่านโจกเจ้าเด็ดนะnhómนี่เปียสนาnhóm ngày đi đọc bom bê để cắt láng bom mà vì là gì bom mà vì sao mình mà giúp mong bom bay vậy nhóm mà vì vậy กำลังvề khô bờ nơi mong na có ọt chào ấy mà con là tay tác không thôi chỉ thể hiện bà chạy đôi phía xa bỏ ôn saiอย่างไรôn ครบ sai thả anh nhọt cha nhảy đi siêu mớiบอกanh ครบ เธอ hơi ขยมchạy ôn chạy nó ครบ thôi chẳng mà ta khơi việc thôi từng vơ chẳng nó không chất mình thòm đá và tròn sưng này mình bànบรรดายุเยอะเยอะคู่พิการเยอะ
អញ្ចឹងចេះតែទ្រាំទៅឲ្យត្រូវយើងសบายចិត្តដោយអីដោយសម្ដេចដៃជោជើងចាស់ខាងសង្គ្រាមបាទអញ្ចឹងយើងអត់ព្រួយទេយើងអត់មានកម្លាំងតែគំនិតសង្គ្រាមគំនិតឆ្លប់របស់សម្ដេចគ្មានទល់បានទេបាទបើខ្ញុំនិយាយដល់ជ្រៅហ្នឹងទៅទៀតបាទឮដល់សម្ដេចពិចារណាហើយអានេះខ្ញុំនិយាយត្រង់តែសម្រាប់អ៊ំសម្រាប់លោកអ៊ំគឺទុកចិត្តលើយុទ្ធសាស្ត្ររបស់សម្ដេចតេជោនិយាយឲ្យអស់ចុះខ្ញុំលើកបន្តិចបាទចេញការវាយចេនឡាទី2នៅតាំងគោកបាទសម័យនោះគាត់នៅវរៈ20បាទវាយសាត់អន្រួនជើងមិនធម្មតាទេអញ្ចឹងខ្ញុំបួសចែកទៅហើយបាទចឹងតែចង់តបតែនៅក្នុងសម័យនោះបាទលើតែឈ្មោះនិយាយចឹងបានថាបើនិយាយពីខ្មែរក្រហមនៅតែស្រឡាញ់គាត់រហូតមកទល់ឥឡូវបាទលើតែតបសម្ដេចទៅជុំអត់មានចៅទេហើយក៏មិនដែលរាថយ1ម៉ោងណាទេបាទហើយចឹងប្រជាជនទាំងអស់គេសង្ឃឹមទាំងហ្នឹងអារឿងដទៃទៀតអាហ្នឹងខ្ញុំយល់មិនដល់ទេបានបើនិយាយសង្គ្រាមសឹងដាក់ជីវិតបាទមិនងាយចាញ់ណាឯងទេសង្គ្រាមឆ្លប់មកចោះបាទសម្ដេចតេជោខ្លាំងសង្គ្រាមបាទតាំងអស់មកស្រុកខ្មែរនេះបាទហើយបើថារឿងអីតែទួឲ្យកូននេះមកដូចជួយឆ្វាញហ្នឹងបាទខ្ញុំថាមិនងាយទុកនឹងគាត់ទេហើយគាត់ធ្វើតែមិនដឹងអញ្ចឹងបាទតែសំខាន់អ្វីដែលអ៊ំដឹងពីទឹកដីដឹងពីសមត្ថភាពជឿជាក់លើសម្ដេចតេជោសម្ដេចទៅប្តីមកបាទជឿ100%បាទខ្ញុំនិយាយប្រាប់កូនខ្ញុំទាំងអស់សួរទៅទាំងអាធ្វើទេថាបើឲ្យសម្ដេចដៃជោទៅរែកទឹកទៅសែងទលានឹងចាញ់គេហើយប៉ិនបើនិយាយរឿងវាយអូអត់ចាមានបាទអត់ទេបាទមិនចៅហើយក៏អត់ចាញ់ទៀតបាទតែយុទ្ធសាស្ត្រលោកខ្ពស់បាទដល់ពិសោធន៍របស់លោករាប់សិបមិនអស់ហ្នឹងហើយស្វនលោកតិចណាស់70 ផ្លាយឆ្នាំដែរហើយបាទហើយអរគុណអ៊ំនៅពេលដែលឃើញខ្មែរយើងបងពិសេសប្រជាប្រដ្ឋខ្មែរយើងទាំងក្នុងនិងក្រៅប្រទេសគាត់សរសើរនៅស្មារតីរបស់ប្រជាជននៅទីនេះបាទគឺគាត់ហ៊ានក៏តតាំងគាត់យាហ៊ានយកកាយបលាលុះគាត់មិនខ្លាចទៅហ៊ានសៀមបាទខ្ញុំចាំបានកងកាលពីដំបូងគាត់នៅឃើញធានថៃប្រជាប្រដ្ឋយើងរៀបចំអីវ៉ាន់ចាក់ចេញហ្មងប៉ុន្តែឥឡូវដូចជាអត់ខ្លាចហ្មងចេញមែនប៉ុន្តែចេញទៅនៅទៅនឹងថ្នល់ណាទាំងអស់ហ្នឹងបាទមានចេញទៅណាទេនៅបាទបើគ្រូសាចូលបាទបើគ្រូសាខ្ញុំនឹមទាំងចៅជោគព្រៃទៅមិនយើងព្រៃច័ន្ទនេះយើងទៅខាងដងច័ន្ទជោគជ័យចូលទីបាទអត់ទេអត់មានរត់ទៅណាទេមិនរត់ទេប៉ុន្តែខ្ញុំសរសើរស្មារតីប្រជាប្រដ្ឋនៅទីនេះខ្ញុំសរសើរមែនណាបាទខ្ញុំចុះមកយកព័ត៌មានដំបូងបំផុតថ្ងៃ12និងថ្ងៃ13បាទគឺខ្ញុំចុះមកដំបូងបំផុតបាទដំបូងនៅពេលដែលខ្ញុំចុះមកនោះគឺគួរតែញាក់សាច់ឃើញប្រជាពលរដ្ឋគាត់ដាក់ឡានដាក់អីគាត់នេះបាទប៉ុន្តែឥឡូវនេះបែរជាលេងខ្លាចបាទចាំបានថាបងប្អូនខ្មែរយើងនៅក្នុងនិងក្រៅប្រទេសតែគាត់មើលឃើញគាត់ថាអត់ខ្លាចបាទប្រជាពលរដ្ឋយើងដូចអត់ខ្លាចទៅហ៊ានថៃហ្មងអត់ខ្លាចសុខចិត្តដូចជាជីវិតស្លាប់រស់ហ្មងបាទឥឡូវទៅសួរមកទាំងអស់គ្នានេះតិចថាលឺក្ដុងក្ដែងឲ្យរត់អត់រត់ទេបាទហើយអាហ្នឹងអត់ឲ្យកភ្លើងនេះបើឲ្យកភ្លើងឯងក៏មកទាំងស្រីទាំងប្រុសទាំងចៅខ្ញុំទាំងកូនខ្ញុំមិនដល់មកបាទមិនរត់ទេដឹងវិស័យតាមម៉េចទេតាអញកងអញក៏ធ្លាប់ធ្វើទៅហ៊ានដែរបាទបាយហើយប្រជាប្រដ្ឋនៅនេះហើយជាប្រហែលភូមិទេក៏បើទៅឲ្យ100គ្រួសារនេះមិនច្រើនទេខ្ញុំថា300 208ក៏208 គ្រួសារបាទគ្រាន់208គ្រួសារគ្រាន់តែភូមិព្រៃច័ន្ទភូមិព្រៃច័ន្ទបាទប្រជាប្រដ្ឋ208គ្រួសារបាទបើសិនជាគិតជាចំនួនថាជាច្រើនណាកូនបើសិនជាចំនួនជាមនុស្សវិញជាទាំងបូកទាំងកុមារទាំងចាស់ទាំងពុកម្ដាយទាំងអស់បាទពួកក្នុងមួយគ្រួសារយើងអាចមាន5គាត់នេះជាស្ថិតិទេបាទតែស្ថិតិរស់នៅក្នុងស្រុកនេះបាទដែលនៅក្រៅពីខាងក្រៅខាងនោះដែលគេមករកស៊ីហើយគេមានចំការនៅនេះមកដូចគ្នាបាទមកនៅនឹងដូចគ្នាកាន់តែច្រើនហើយកាន់តែច្រើនជាង200គ្រួសារបាទច្រើនជាង200គ្រួសារពួកចំការនោះមកជួនេះទៅជើងតាមតំបន់មួយរហូតទៅជើងអញ្ចឹងទៅបាទហើយឆ្លាតណាបាទ
អូនដើរទៅមើលកងជើងមើលវាដាក់យើងនៅទាំងនេះ បាទ ហើយអាក្នុងព្រៃនេះវាលូកយើងវាលូកឲ្យធ្លាយម្ដងនេះអាខាងជើង បាទ ហើយវាបានដៃណាអញ្ចឹងតែអាចខាងជើងនឹងវាសញ្ញោមកយ៉ាងម៉េចអានេះអ្នកអង្គិលណាដើរវា បាទ បាទដល់ឥឡូវនេះទៅលេងរួច បាទ បាទយកបន្លាលួសនេះយកមកដាក់ហើយអាខាងក្នុងនេះក៏ថយដែរអត់ហ៊ាននៅចិត្តទេអ្នកនៅចិត្តខ្មែរយើងចាល់ច្រកស្មាតោក៏ដាក់ដែរបាទអត់មានកំភ្លើងដែរក៏លេងដែរ បាទ បាទ ទឹកចិត្តប្រជាប្រដ្ឋខ្មែរយើងពុះកជ្រោល បាទ ជាប្រដ្ឋនៅទីនេះគឺពុះកជ្រោលមក បាទខ្ញុំ ប៉ុន្តែឥឡូវនេះយើងឃើញវាអត់មានដាក់ថែមទៀតទេប៉ុន្តែថ្ងៃទី7នេះជាថ្ងៃដែលអវសានវត្តរបស់មេវិជាការភូមិភាគមួយរបស់ថៃនៅពេលដែលកាន់តំណែងថ្មីគេប្រាប់ធ្វើលិខិតមួយឲ្យអាជ្ញាធរពិសេសអភិបាលខេត្តបន្ទាយមានជ័យអាដាមអ៊ុំរត្រីជំលះប្រជាជនចេញពីភូមិព្រៃច័ន្ទហើយនឹងភូមិជោគជ័យជាបន្ទាន់បើពុំដូច្នេះទេថ្ងៃនេះជាថ្ងៃអវសានវត្តគេនឹងប្រើច្បាប់អាជ្ញាសិទ្ធិកុំបានទទួលព័ត៌មាននោះទេ ទួល បាទ ខ្ញុំមិញហ្នឹងខ្ញុំមកពីអាបាលខេត្តរ៉ូម បាទ ពួកបាយទៅនោះប្រហែល100កូនទៅនោះ 100ទៅ បាទ ដាក់ទៅនោះទៅអាបាលខេត្តរ៉ូម បោយើង100ដែរ គាត់គៀកកងខ្ញុំឯងគាត់ថាកងខ្ញុំឲ្យនឹងឪពុកគាត់ពួកម៉ាពុកគាត់តែអត់បាននៅទេណាតំណាលគ្នាខ្ញុំ8ជាងតែ 6ហើយ ឡាប់ដល់ជួបគាត់នេះសួរកូន បាទ មកអាយុវែងណាស់កងនៅតែអាយុហើយនៅតែក្មេងអដែលកង តែខ្ញុំជួបកងវិញខ្ញុំសុំទោសខ្ញុំហៅកងបងឡើយខ្ញុំ55 បាទ តែខ្ញុំ55ខ្ញុំហៅបងកងគាត់ថាអត់ទេខ្ញុំស្មានថាកងនឹង62 63ទេ បាទ ពី3 ខ្ញុំមុខក្មេង ណែ ហើយកងថាហៅកងគាត់ថាហៅឥឡូវហៅអ៊ំយកគាត់ថាអត់ទេកងអរគុណណាប្រិមិត្តជាទីមេត្រី SBT បានធ្វើកិច្ចសម្ភាសជាមួយនឹងព្រឹទ្ធាចារ្យដែលមានវ័យអាយុ86ឆ្នាំរីឯកូនរបស់គាត់សិតតែបម្រើកងទ័ពហើយគាត់ក៏អតីតអ្នកបម្រើកងទ័ពដែរហើយកូនរបស់គាត់ទាំងអស់រហូតដល់ចំនួន15នាក់ហើយគាត់ជាចាស់ព្រេងចាស់ព្រឹទ្ធនៅទីនេះហើយនៅអាចផ្ដល់កិច្ចសម្ភាសខ្លះៗឲ្យបងប្អូនបានដឹងបាទហើយអរគុណកងមែនតើប៉ុណ្ណឹងហើយប៉ុន្តែសរសើរទឹកចិត្តខ្ញុំសរសើរទឹកចិត្តបងប្អូនយើងអ្នកអូបីជាន់ហ្នឹងឃើញធ្វើបាយស្រុកគ្នាហ្មងខ្ញុំសរសើរស្រុកគ្នាហ្មង ដូចដាក់ថ្ងៃឲ្យគ្នា បាទដាក់ថ្ងៃឲ្យគ្នា បាទអីខាងខ្ញុំនេះ3ថ្ងៃម្ដង បាទ 3ថ្ងៃគឺដល់3ថ្ងៃ ហើយទៅធ្វើបាយមានអីខ្លះចេះកងមើលខ្ញុំមិនបានបើកមើលផង បាទ អីខ្លះទេកងខ្ញុំមិនទាន់បាយដែរដាក់ត្រូវ ជៀនមាន មានអីហូមបង បាទ អូអាយ៉ាអូតិចមកអាយ៉ាមានត្រីជៀនអេមមកអានេះឆ្ងាញ់ហ្មង បាទមានត្រីជៀន បាទ បាទ អូអេមណែបងប្អូនអ្នកសារព័ត៌មានយើងញ៉ាំបាយអត់ បាទញ៉ាំបាយ ណែអូនណែអ្នកសារព័ត៌មានញ៉ាំបាយអត់ណែនេះនោះ សាបងសា កុំចូលមកពាក់ដល់អាវបាទទេបងប្អូនអូអានេះក៏17ឆ្ងាញ់ណានេះនេះបុកភាសាង បាទបងសាំង អូឆ្ងាញ់ណាស់កងខ្ញុំនិយាយបានមកវប់នេះទៅគាត់បានបាយដែរកងបាទអូលក់មើលកូនកងធ្វើហ៎ បាទគ្រួសារមកគ្រួសារណាធ្វើមកបាទ លក់តិចមើល គ្រួសារនឹងចៅ3ឡានមកមិញ 3ឡាន ចៅ3ឡានកងណា បាទ កងនំអានេះភាសាងកងហ៎ កសាំងសាកមើល ហិលតិចហើយខ្ញុំទីជិះដាក់ទៅផ្អែមមកនេះ មកបង ជួយម្លាយជាតិទៀត វិញខ្ញុំប្រាប់ទៅនេះអាស្រួលមកណាចាស់ព្រេងចាស់ព្រឹត្តនៅនេះហ៎បងចូលវាមានម៉ោងអត់ទេវាមានម៉ោងលេងសើចកុំលេងសើចលេងបណ្ដា បាទ កាពិតមកគាត់មិនឆ្ងាញ់ក៏តែឆ្ងាញ់ដែរ អត់ទេខ្ញុំតាមពិតវាហេវមានកុំនិយាយចាំទៅ វាល្មមហើយបាទនេះហេវ ខ្ញុំកន្លែងណាអំបាយនេះកង បាទ ប៉ុន្តែអំបាយកងមកឆ្ងាញ់មកហូបមែនទេមកកងមែនទេបុកសាំងឆ្ងាញ់មក បងបុកសាំងឯងឈ្មោះសៃម៉ៅហ្នឹងតែម្ចាស់មហូបបុកសាំងហ្នឹង អូទៅមក ចៅខ្ញុំបាទ អរគុណណាស់មក ចៅ ហេបុកខ្ញុំអត់មកញ៉ាំទេបុកសាំងខាងជាងតែអូនសាក់បាយកងមកនេះខ្ញុំមកបបនេះតែសាក់មើលឆ្ងាញ់ណា មានញ៉ាំឆាខ្ញីមានបាយ ឆ្ងាញ់កង ជាតិសាច់ជ្រូក ចូល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 មកយកទៅ